ប្អូនទាំងអស់គ្នាដោយសារតែម្ដាយក្មេកខ្ញុំរវល់អញ្ចឹងខ្ញុំត្រូវមកជំនួសកិច្ចការគាត់ពេញមួយថ្ងៃតែម្ដងបងប្អូនថ្ងៃនេះអញ្ចឹងណាប៉ុន្តែមុននឹងទៅដូរម្ដាយក្មេកខ្ញុំក៏ខ្ញុំយកសុខជាជូនសុខជាទៅសាលាសិនព្រោះថ្ងៃនេះថ្ងៃចូលកងដំបូងអញ្ចឹងណាហើយសាលាគេចូលកងដំបូងអញ្ចឹងទៅគេរៀនតែ2ម៉ោងបងប្អូនអញ្ចឹងហើយខ្ញុំបងថ្លៃសាលាថ្លៃអីទៅបងប្អូននិយាយទៅសាលាសុខជានេះគាត់រៀនសាលាឈ្នួលក្នុងមួយខែវាតម្លៃ650រូបស្មើនឹងលុយខ្មែរយើង30000ជាងបងប្អូនបន្ទាប់មកខ្ញុំទិញថូបការតិចតួចបងប្អូនហើយក៏បានមកដល់ផ្ទះម្ដាយក្មេកខ្ញុំអញ្ចឹងបងប្អូនព្រោះអីថ្ងៃនេះម្ដាយក្មេកគាត់រវល់ខ្លាំងតែម្ដងនិយាយទៅខ្ញុំអត់ចង់មកជួយគាត់ដែរបងប្អូនព្រោះមករយៈហ្នឹងខ្ញុំរវល់តែធ្វើការងារឲ្យគាត់អញ្ចឹងទៅក៏ខ្ញុំអត់បានធ្វើកិច្ចការខ្លួនឯងអញ្ចឹងណាអញ្ចឹងហើយថ្ងៃហ្នឹងក៏ខ្ញុំអត់មានពេលធ្វើម្ហូបថ្ងៃត្រង់ក៏ម្ដាយក្មេកខ្ញុំធ្វើម្ហូបបងប្អូនហើយម្ហូបគាត់នេះគឺគាត់នេះគេហៅថាជៀនម្រះគាត់ជៀនហ្នឹងខ្ញុំដឹងថាគាត់ធ្វើគាត់ហាន់ម្រះអញ្ចឹងទៅដាក់អំបិលហើយនឹងល្មៀតតមកគាត់ជៀនអញ្ចឹងណាហើយម្ហូបមួយមុខទៀតដែលគាត់កំពុងធ្វើនេះហៅថាឆាបន្លែប៉ុន្តែគាត់ឆាបន្លែហ្នឹងគឺបន្លែដលងបារាំងបងប្អូនបន្លែហ្នឹងណាអញ្ចឹងម្ហូបបន្ទីភាគច្រើនបងប្អូនហើយគាត់ដាក់ដំបងគេដាក់ម្ទេសហើយនឹងដាក់ថាក្របមូលហ្នឹងគេហៅថាក្រប mustard បងប្អូនបន្ទាប់មកខ្ទឹមបារាំងប៉ុន្តែបងប្អូនសូមអធិស្ឋានម្ដាយក្មេងខ្ញុំគាត់ធ្វើរៀងញ៉ៃញ៉ៃតិចគាត់មិនសូវជាសម្អាតខ្លាំងប្រហែលបងប្អូនទៅធ្វើឲ្យមកគាត់សម្អាតអញ្ចឹងណាអញ្ចឹងពេលខ្ញុំធ្វើម្ហូបជាមួយគាត់ភាគច្រើនខ្ញុំថតអត់បានហៅថាពេញលេញបងប្អូនថតវាចង់និយាយគាត់ធ្វើលឿនអញ្ចឹងណាហើយម្ហូបមួយមុខនេះគេហៅថាការីផ្លែស្វាយនិយាយទៅនៅនេះស្វាយក៏គេធ្វើការីបានបងប្អូនហើយពួកគាត់ជនជាតិឥណ្ឌានេះបើសិនជាគាត់ញ៉ាំហូបអីក៏ដោយក៏គាត់អត់ចូលការីបងប្អូនបើថាអត់ការីក៏គាត់ញ៉ាំអាកើតទេមិនថាគាត់មានឆាមិនថាគាត់មានជៀនស្អីក៏ដោយសាច់អីក៏ដោយនិយាយទៅគាត់អត់ចោលការីទេអាការីថាវាមានជាតិទឹកហើយស្រួលទៅលើបាយអញ្ចឹងបងប្អូនហើយម្ហូបថ្ងៃហ្នឹងម្ដាយក្មេកខ្ញុំធ្វើមាន3មុខមានឆាបន្លែផ្លែម្រះហ្នឹងហើយនឹងឆាដលងបារាំងហើយមួយមុខទៀតគឺជៀនត្រីប៉ុន្តែការជៀនត្រីលើកនេះគឺម្ដាយក្មេកខ្ញុំអត់បានប្រឡាក់គ្រឿងច្រើនទេប្រឡាក់សាមញ្ញបំផុតដាក់តែអំបិលហើយនឹងល្មៀតបងប្អូនអញ្ចឹងពងតែរៀបចំជៀនហ្នឹងចៃដន្យវាអស់ហ្គាសហើយហ្គាសនេះនៅសុងទាតម្លៃ6 10គីឡូ850រូបស្មើនឹងលុយ30000ខ្មែរយើងបងប្អូនហើយដល់ពេលអញ្ចឹងទៅក៏ហ្គាសហ្នឹងម៉ែក្មេកខ្ញុំក៏ពិបាកដាក់អញ្ចឹងហើយក៏ហៅកូនតកែជួយដោយសារមិនមែនផ្ទះយើងអញ្ចឹងទៅយើងមិនតន់ដឹងកលុកកលែកអញ្ចឹងណាតបមកខ្ញុំជួយកិច្ចការម៉ែក្មេកខ្ញុំប្រឡាក់ត្រីប្រឡាក់អីហើយអញ្ចឹងទៅខ្ញុំទៅយកសុខជាចេញពីសាលាឡាម៉បងប្អូនអើយព្រោះថ្ងៃហ្នឹងរៀនតែ2ម៉ោងអញ្ចឹងណាហើយពីផ្ទះខ្ញុំទៅសាលាសុខជា8គីឡូបងប្អូនមិនមែនចិត្តម៉ានទេសាលានៅជិតផ្ទះក៏មានដែរមិនអត់ទេប៉ុន្តែដោយសារតែគាត់អត់សូវចេះភាសាគេអញ្ចឹងទៅក៏បញ្ជូនគាត់ទៅកន្លែងគេរៀនភាសាអង់គ្លេសអញ្ចឹងនៅនេះសាលារដ្ឋក៏រៀនភាសាអង់គ្លេសដែរបងប្អូនមិនអត់ទេនិយាយទៅគេដាក់ផ្សាប់ជីកគេអង់គ្លេស1ម៉ោងជារៀងរាល់ថ្ងៃគាត់បន្ទាប់មកភាសាជាតិណាប៉ុន្តែគ្រាន់ថាសាលាទឹកជាតិដែលគាត់រៀនរាល់ថ្ងៃនិយាយទៅគេផ្ដោតខ្លាំងទៅលើភាសាអង់គ្លេសតែម្ដងអញ្ចឹងបានគាត់បញ្ជូនគាត់ទៅហ្នឹងហើយម្ដាយក្មេកខ្ញុំពេលខ្ញុំត្រឡប់មកវិញគាត់រៀបចំឲ្យតកែគាត់វិសាហើយនិយាយទៅក៏គាត់ទៅបាត់បងប្អូនព្រោះម៉ោង6ម៉ោង7ល្ងាចបានគាត់ត្រឡប់មកវិញហើយខ្ញុំនេះនិយាយទៅថ្ងៃហ្នឹងខ្ញុំធ្វើការនៅផ្ទះតកែមួយថ្ងៃពេញតែម្ដងនៅពេលតកែសម្រាប់អញ្ចឹងទៅខ្ញុំធ្វើកិច្ចការផ្សេងបោះជូតរៀបចំទុកដាក់អញ្ចឹងណាអញ្ចឹងដល់ពេលដល់ម៉ោងបាយខ្ញុំសុកជាក៏ចាប់ដាក់ញ៉ាំបាយប៉ុន្តែសុកជាអត់ពេញចិត្តទេបងប្អូនឲ្យតែម្ដាយក្មេកខ្ញុំធ្វើម្ហូបគឺគាត់អត់ពេញចិត្តទេមូលហេតុបើសារតែហិលឬក៏បន្លែអញ្ចឹងណាញ៉ាំបដាក្អួតផងអាណិតកូនដែរប៉ុន្តែតែមិនដឹងធ្វើម៉េចបងប្អូនបើសិនខ្ញុំគ្មានពេលហើយសុខជាថ្ងៃហ្នឹងគេក៏មក